បាទពុកម៉ែបងប្អូនឥឡូវនេះបាទខ្ញុំបានមកដល់កន្លែងបាទចិត្តអង្គជើញអង្គចំបាទគំនូដែលសិតតែវិចិត្រកបាទវិចិត្រកបានអឺបាទបាទសវិចិត្រវិចិត្រកខ្មែររបស់យើងបានកសាងបាទគូគំនូដោយផ្ទាល់ដៃដើម្បីរំលឹកឲ្យពិភពលោកបានដឹងពីភាពឈឺចាប់បាទពីភាពឈឺចាប់របស់កម្ពុជារបស់យើងទៅកាន់ពិភពលោកផ្ទាល់តែម្ដងបាទបាទពុកម៉ែបងប្អូនមើលគំនូជាក់ស្ដែងបាទមើលគំនូជាក់ស្ដែងទាំងអស់គ្នាបាទនេះហើយគឺជាសោតនីយកម្មមួយដែលអឺបាទយោធាថៃបានឈ្លានពានមកលើទឹកដីកម្ពុជារបស់យើងបាទអញ្ចឹងយើងឃើញហើយពិតជាឈឺចាប់ខ្លាំងមែនទែនដែលពួកថៃបាទអំណាចឃុខើបានឈ្លានពានលើទឹកដីកម្ពុជារបស់យើងធ្វើឲ្យសិស្សានុសិស្សបាទសិស្សានុសិស្សបាត់បង់ការរៀនសូត្របាទប្រជាពលរដ្ឋបាត់បង់ផ្ទះសម្បែងបាទឃើញនៅគំនូមួយនេះខ្ញុំពិតជាឈឺចាប់មែនទែនបាទយើងមើលទៅជាក់ស្ដែងពុកម៉ែបងប្អូនហើយគឺឈឺចាប់ណាស់បាទសម័យនេះហើយពួកថៃនៅតែឈ្លានពានយ៉ាងកំរោលបំពានច្បាប់អន្តរជាតិបាទបំពានច្បាប់អន្តរជាតិទោះបីជាបាទពិភពលោកបានឲ្យភាគីថៃដកថយបាទឈប់មានមហិច្ឆតាចង់ឈ្លានពានទឹកដីរបស់យើងបាទកម្ពុជាក៏ពួកនឹងវានៅតែកើនបាទបាទហើយក៏ក្នុងនោះក៏អរគុណដល់សម្ដេចតេជោនិងសម្ដេចប្រទេសហ៊ុនម៉ាណែតដែលលោកជាថ្នាក់ដឹកនាំយកចិត្តទុកដាក់បាទដោះស្រាយរហូតដល់មានបទច្បាញ់បាទឃើញថាតែទោះបីជាយ៉ាងណាក៏ដោយការឈឺចាប់នេះវានៅដក់ជាប់នៅក្នុងចិត្តរបស់គុនខ្មែរគ្រប់រូបបាទហើយក៏អរគុណដល់វិរៈកងទ័ពកម្ពុជារបស់យើងដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដីកម្ពុជារបស់យើងបាទអញ្ចឹងពុកម៉ែបងប្អូនបានឃើញនៅវីដេអូនេះហើយបាទជួយ share ចែករំលែកនៅមួយផងបាទសូមអរគុណសូមគោរពលាបាទ